ប្រតិបត្តិព័ត៌មានរបស់ក្រសួងធនធានទឹកនិងអូតូនិយមស្ដីពីស្ថានភាពធាតុអាកាសសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ព្យុះទី26ឈ្មោះហ្វុងវងទី25-26មានឥទ្ធិពលលើរបបខ្យល់មូសុងអេសានដែលបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជាសមុទ្រអានដាមែននិងលើព្រះរាជាណាចក្រកម្ពុជាព្រះរាជាណាចក្រកម្ពុជាមិនស្ថិតនៅក្នុងកន្លងផ្លូវដើររបស់ព្យុះហ្វុងវងនេះទេស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី10ដល់ថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025 1. តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា29អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូរមានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ក្របដណ្ដប់លើផ្ទៃដី 10% 2. តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា28អង្សាសេខ្យល់បក់មកពីទិសបូរនិងទិសអាគ្នេយ៍មានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ក្របដណ្ដប់លើផ្ទៃដី 10% 3. តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា28អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ក្របដណ្ដប់លើផ្ទៃដី 15% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា50សង់ទីម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1.75សង់ទីម៉ែត្រអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មានការផ្សាយរបស់ក្រសួងធនធានទឹកនិងអូតូនិយមថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025សូមអរគុណ